ហេតុអ្វីបានជាប្រទេសធំៗហាមទាហានប្រើប្រាស់ទូរស័ព្ទនៅសមរភូមិការប្រើទូរស័ព្ទដៃដោយទាហាននៅសមរភូមិអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃបេសកកម្មនិងជីវិតផ្ទាល់ខ្លួនមេបញ្ជាការយោធាជាច្រើនបានប្រមានអំពីហានិភ័យនៃការប្រើប្រាស់ទូរស័ព្ទនៅសមរភូមិដែលអាចនាំឲ្យសត្រូវស៊ើបអង្កេតទីតាំងឬបង្កការវាយប្រហារខាងក្រោមនេះគឺជាមូលហេតុចម្បងដែលទាហានមិនគួរប្រើទូរស័ព្ទនៅសមរភូមិនោះទេ 1. បង្ហាញទីតាំងនិងបង្កគ្រោះថ្នាក់ដល់អង្គភាពទាំងមូលបង្ហាញទីតាំង GPS កម្មវិធីនិងសេវាកម្មជាច្រើននៅលើទូរស័ព្ទអាចផ្ញើទីតាំងរបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិសត្រូវអាចរកឃើញសញ្ញាឬទាញយកព័ត៌មានបានសញ្ញាទូរស័ព្ទឧបករណ៍ប្រេកង់រលកអាកាសគឺសត្រូវអាចរកឃើញនិងកំណត់ទីតាំងប្រេកង់របស់ទូរស័ព្ទដែលកំពុងតែដំណើរការនៅពេលដែលទីតាំងត្រូវបានបង្ហាញសត្រូវអាចវាយឆ្មក់ឬត្រូវបានវាយប្រហារមុន 2. ប្រឈមនឹងការលេចធ្លាយព័ត៌មានយោធាការលួចស្ដាប់ទូរស័ព្ទឬ hack ប្រសិនបើមានការ hack ទូរស័ព្ទ